លោកតេងស៊ីពីងគឺជាអិសរាជជនដ៏សំខាន់មួយរូបរបស់មហាជាចិនដែលបានដាក់ចេញនូវយុទ្ធសាស្ត្រធ្វើកំណែទម្រង់សេដ្ឋកិច្ចចិនឆ្ពោះទៅរកភាពរីកចម្រើនរហូតមកដល់ពេលសពថ្ងៃនេះការពិតទៅតេងស៊ីពីងគឺជាកូនចៅរបស់ម៉ៅសេទុងក៏ប៉ុន្តែមានយុទ្ធសាស្ត្រខុសពីម៉ៅសេទុងនៅពេលដែលម៉ៅសេទុងទទួលមរណភាពបាត់ទៅទើបសេដ្ឋកិច្ចចិនស្គាល់ភាពរីកចម្រើននោះគឺដោយសារយុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏ប៉ិនប្រសប់របស់លោកតេងស៊ីពីងលោកតេងស៊ីពីងកើតនៅក្នុងឆ្នាំ1904នៅក្នុងត្រកូលគ្រួសារអ្នកមានមធ្យមមួយនៅស្រុកកងអានខេត្តស៊ីឈ្វានប្រទេសចិននៅពេលនោះចិនស្ថិតនៅក្រោមការដឹកនាំនៃរាជវង្សឆេងហើយខ្សែស្រឡាយនៃត្រកូលតេងធ្លាប់ជាអ្នកមានកូនចៅធ្វើជាមន្ត្រីហេតុដូច្នេះហើយបានជាឪពុករបស់តេងស៊ីពីងបានខិតខំចង់ផ្ដើមកូនឲ្យបានរៀនសូត្រក្នុងក្តីស្រមៃចង់ឃើញកូនប្រុសក្នុងត្រកូលបានក្លាយទៅជាមន្ត្រីជាន់ខ្ពស់នៅពេលដែលតេងស៊ីពីងទើបនឹងចាប់ផ្ដើមចូលរៀននៅសាលាបានមួយឆ្នាំរាជវង្សឆេងត្រូវដួលរលំនៅក្នុងបដិវត្តន៍ឆ្នាំ1911របបរាជានិយមត្រូវបានគេរំលាយចោលជំនួសមកវិញដោយរបបសាធារណរដ្ឋហើយមុខងារជាមន្ត្រីក៏ត្រូវគេលុបចោលផងដែរក៏ប៉ុន្តែទោះជាយ៉ាងណាឪពុករបស់តេងស៊ីពីងមិនបានបោះបង់ចោលគំនិតចង់ឲ្យកូនទទួលបានការរៀនសូត្រខ្ពង់ខ្ពស់នោះទេដោយសារសេចក្តីខិតខំប្រឹងប្រែងភាពឆ្លាតវៃព្រមទាំងការទំនប់បំរុងពីលោកឪពុកផងនោះតេងស៊ីពីងបានប្រឡងជាប់ជាបន្តបន្ទាប់រហូតដល់ថ្នាក់វិទ្យាល័យហើយនៅក្នុងឆ្នាំ1919តេងស៊ីពីងមានឱកាសថ្មីមួយទៀតគឺបន្តការសិក្សានៅឯបរទេសនៅគ្រានោះអ្នកមានម្នាក់នៅខេត្តស៊ីឈ្វានដែលធ្លាប់បានទៅរៀននៅប្រទេសបារាំងបានបង្កើតអាហារូបករណ៍ពិសេសមួយដើម្បីជួយអ្នកស៊ីឈ្វានឲ្យបានទៅបន្តការសិក្សានៅបារាំងដូចខ្លួនដែរអ្នកចង់ទទួលអាហារូបករណ៍ត្រូវប្រឡងចូលថ្នាក់ត្រៀមដែលមានរយៈពេលពេញមួយឆ្នាំមុននឹងប្រឡងយកអាហារូបករណ៍តេងស៊ីពីងបានប្រឡងជាប់ចូលថ្នាក់ត្រៀមក៏ប៉ុន្តែដោយសារមិនសូវពូកែខាងភាសាបរទេសតេងស៊ីពីងប្រឡងមិនជាប់ខាងភាសាបារាំងហើយក៏ត្រូវទទួលបរាជ័យក្នុងការប្រឡងយកអាហារូបករណ៍យ៉ាងណាក៏ដោយឪពុករបស់តេងស៊ីពីងសុខចិត្តចំណាយលុយផ្ទាល់ខ្លួនធ្វើយ៉ាងម៉េចឲ្យតែកូនអាចចេញទៅបន្តការសិក្សានៅឯប្រទេសបារាំងបាននៅក្នុងឆ្នាំ1920ក្នុងវ័យត្រឹមតែ16ឆ្នាំតេងសៀពីងរួមជាមួយនឹងកូនសិស្សប្រមាណជា80នាក់ផ្សេងទៀតបានឡើងកប៉ាល់ធ្វើដំណើរចាកចេញពីប្រទេសកំណើតឆ្ពោះទៅកាន់ប្រទេសបារាំងនៅពេលនោះការធ្វើដំណើរពីចិនទៅបារាំងត្រូវចំណាយពេលរហូតដល់ទៅរាប់ខែហើយត្រូវឈប់សំចតតាមផ្លូវជាច្រើនកន្លែងដោយកន្លែងឈប់សំចតទី1គឺនៅទីក្រុងសៀងហៃដែលជាសម្បុកនៃជនបរទេសស្បែកសនៅសៀងហៃតេងសៀពីងបានសង្កេតឃើញជនជាតិចិនដែលជាម្ចាស់ស្រុកត្រូវពួកបរទេសមើលងាយមើលថោកដូចជាទាសករហើយទស្សនវិជ្ជាបែបនោះក៏កើតមានដែរនៅតាមទីកន្លែងផ្សេងទៀតដូចជាហុងកុងវៀតណាមសិង្ហបុរីនិងស្រីលង្កាដែលកប៉ាល់របស់តេងសៀពីងត្រូវឈប់សំចតរូបភាពនៃភាពអយុត្តិធម៌ទាំងអស់នេះបានដាក់ជាប់នឹងផ្នត់គំនិតរបស់តេងសៀពីងក៏ដូចជាកូនសិស្សចិនដទៃផ្សេងទៀតហើយវាជាឫសគល់មួយនៃផ្នត់គំនិតបដិវត្តន៍របស់តេងសៀពីងនៅពេលក្រោយមកទៀតទៅដល់ប្រទេសបារាំងតេងសៀពីងបានទៅរៀននៅឯតំបន់ណូម៉ង់ឌីភាគខាងជើងប្រទេសបារាំងហើយក៏ដូចជាកូនសិស្សចិនភាគច្រើនផ្សេងដទៃទៀតដែរតេងសៀពីងត្រូវរៀនបណ្ដាលនិងធ្វើការបណ្ដាលដើម្បីយកលុយចិញ្ចឹមជីវិតនៅពេលនោះបារាំងទើបនឹងងើបចេញពីសង្គ្រាមលោកលើកទី1ហើយសេដ្ឋកិច្ចកំពុងតែស្ថិតនៅក្នុងស្ថានភាពដុនដាបខ្លាំងដែលជាហេតុនាំឲ្យតម្លៃទំនិញសពសារពើក៏ឡើងខ្ពស់ហើយការងារក៏ពិបាករកធ្វើការងារដែលកូនសិស្សចិនអាចរកបានគឺសុទ្ធសឹងតែជាការងារប្រើកម្លាំងទទួលបានប្រាក់ឈ្នួលតិចហើយគ្មានភាពថ្លៃថ្នូរដែលជនជាតិបារាំងមិនចង់ធ្វើប្រឈមមុខនឹងបញ្ហានេះនិស្សិតចិនជាច្រើនអ្នកក៏បាននាំគ្នាធ្វើបាតកម្មនៅមុខស្ថានតំណាងចិនក្នុងក្រុងប៉ារីសដើម្បីទាមទារឲ្យរដ្ឋាភិបាលចិន
ជួយគិតគូរដល់ជីវភាពរបស់ពួកគេក្នុងហេតុផលថាអ្វីដែលពួកគេកំពុងតែធ្វើនៅបារាំងគឺរៀនសូត្រយកចំណេះដឹងទៅជួយអភិវឌ្ឍប្រទេសក៏ប៉ុន្តែការទាមទាររបស់ពួកគេត្រូវបានតំណាងរដ្ឋាភិបាលចិនធ្វើមិនដឹងមិនឮហើយលើសពីនោះទៅទៀតមេដឹកនាំបាតកម្មខ្លះត្រូវបានប៉ូលីសបារាំងចាប់ខ្លួនដោយខ្លះត្រូវបានបណ្តេញឲ្យទៅកាន់ប្រទេសចិនវិញកំហឹងនឹងរដ្ឋាភិបាលបានធ្វើឲ្យនិស្សិតចិនខ្លះកើតគំនិតចង់ផ្លាស់ប្តូររដ្ឋាភិបាលចិននៅពេលនោះដោយពួកគេគិតថាជារដ្ឋាភិបាលដែលកំសាកគ្មានសមត្ថភាពនិងមិនគិតគូរអំពីធនធានមនុស្សដែលជាទំពាំងស្នងឫស្សីនៅក្នុងបរិបទនោះហើយដែលនិស្សិតចិនមួយចំនួនធំក្នុងនោះក៏រួមមានទាំងតេងសេពីងផងដែរចាប់ផ្ដើមមានទំនោរទៅរកមនោគមវិជ្ជាកុម្មុយនីសដែលជាមនោគមវិជ្ជាកំពុងតែរីកដុះដាលខ្លាំងនៅក្នុងប្រទេសបារាំងក៏ដូចជានៅក្នុងប្រទេសផ្សេងទៀតនៅតំបន់អឺរ៉ុបផងដែរនៅក្នុងឆ្នាំ1921តេងសេពីងបានចូលជាសមាជិកចលនាយុវជនចិនកុម្មុយនីសប្រចាំតំបន់អឺរ៉ុបហើយបានជួបនឹងស្គាល់និស្សិតចិនមួយរូបដែលក្រោយមកបានក្លាយជាឥស្សរជនដ៏សំខាន់មួយរូបនៃបដិវត្តន៍កុម្មុយនីសចិនគឺលោកជូអែនឡាយការពិតទៅនៅក្នុងប្រទេសបារាំងតេងសេពីងមិនបានរៀនសូត្រជាប់លាប់នោះទេដោយសារតែរវល់ធ្វើការងារភាគច្រើនតម្រូវឲ្យតេងសេពីងត្រូវផ្អាកការសិក្សារហូតទាល់តែដល់ពេលធ្វើការសន្សំលុយបានខ្លះហើយទើបត្រឡប់ទៅរៀនវិញក៏ប៉ុន្តែក្រោយពីរត់ចុះរត់ឡើងជាច្រើនដងសាលាក៏លែងទទួលឲ្យចុះរៀនចំណែកឯរោងចក្រដែលធ្លាប់ធ្វើការក៏លែងទទួលឲ្យធ្វើការនៅទីបំផុតទៅតេងសេពីងត្រូវដើរទាល់ខ្យល់នៅស្រុកបារាំងនៅពេលនោះហើយដែលតេងសេពីងចាប់ផ្ដើមចំណាយពេលភាគច្រើនទៅលើការសិក្សាមនោគមវិជ្ជាកុម្មុយនីសព្រមទាំងមានពេលចូលរួមក្នុងចលនាយុវជនកុម្មុយនីសនៅអឺរ៉ុបផងដែរនៅខែមិថុនាឆ្នាំ1923តេងសេពីងបានចូលធ្វើការនៅការិយាល័យកុម្មុយនីសអឺរ៉ុបប្រចាំនៅទីក្រុងប៉ារីសនៅទីនោះតេងសេពីងធ្វើការក្រោមបង្គាប់របស់ជូអែនឡាយហើយការងារដ៏សំខាន់មួយនៅក្នុងចំណោមកិច្ចការដែលតេងសេពីងធ្វើគឺការបោះពុម្ពកាសែតជាភាសាចិនដែលគេដាក់ឈ្មោះថាជីគួងមានន័យថាពន្លឺក្រហមធ្វើការបាន1ឆ្នាំនៅខែកក្កដាឆ្នាំ1924តេងសេពីងដែលមានវ័យត្រឹមតែ20ឆ្នាំត្រូវបានបកកុម្មុយនីសចិនទទួលឲ្យចូលជាសមាជិកពេញសិទ្ធិព្រមទាំងទទួលបាននៅការតែងតាំងឲ្យធ្វើជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិនៃចលនាយុវជនកុម្មុយនីសចិនប្រចាំនៅតំបន់អឺរ៉ុបតេងសេពីងបានចាកចេញពីប្រទេសបារាំងទៅមូស្គូនៅក្នុងឆ្នាំ1925មុននឹងវិលត្រឡប់ទៅកាន់ប្រទេសចិនវិញនៅចុងឆ្នាំ1927ហើយក្រោយមកលោកក៏បានក្លាយជាអ្នករៀបចំនយោបាយនិងយោធាឈានមុខគេនៅក្នុងជាងស៊ីដែលជាតំបន់កុម្មុយនីសស្វ័យយ័តមួយនៅភាគនិរតីនៃប្រទេសចិនដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ1927ដោយលោកម៉ៅសេតុងនៅក្នុងអំឡុងដើមទសវត្សរ៍30នៅពេលដែលតេងសេពីងធ្វើការនៅជាងស៊ីជាមួយនឹងម៉ៅសេតុងបកកុម្មុយនីសចិនមានការពុះចែកជាច្រើនគំនិតធំៗពីរគឺមួយក្រុមភាគច្រើនជាមេដឹកនាំចំនួនមុនទាមទារឲ្យផ្ដោតចលនាតស៊ូជាបណ្ដាញសម្ងាត់នៅតាមទីក្រុងនិងទីប្រជុំជនដើម្បីប្រជែងជាមួយនឹងរដ្ឋាភិបាលចំណែកឯមួយក្រុមទៀតនាំមុខដោយលោកម៉ាស៊ីតុងទាមទារឲ្យងាកទៅផ្ដោតអាទិភាពលើចលនាឧទាមទ័ពព្រៃនិងបណ្ដាញកុម្មុយនីសនៅតាមទីជនបទតេងសេពីងដែលបានមើលឃើញអំពីជោគជ័យនៅជាងស៊ីបានបង្ហាញនៅការគាំទ្រយ៉ាងពេញទំហឹងដល់គំនិតរបស់លោកម៉ាស៊ីតុងក៏ប៉ុន្តែការជ្រើសរើសយកខាងម៉ាស៊ីតុងនេះមិនមែនមិនមានផលវិបាកនោះទេតេងសេពីងរួមជាមួយនឹងមន្ត្រីចំណិតរបស់ម៉ាស៊ីតុង2នាក់ផ្សេងទៀតត្រូវបានបកដកតំណែងទាំងអស់ព្រមទាំងត្រូវបញ្ជូនឲ្យទៅធ្វើការលុតដំខ្លួនទៀតផងតេងសេពីងត្រូវក្លាយជាជនរងគ្រោះនៅក្នុងការប្រជែងគ្នារវាងម៉ាស៊ីតុងនិងមេដឹកនាំកុម្មុយនីសផ្សេងទៀតក៏ប៉ុន្តែផលវិបាកដែលតេងសេពីងត្រូវទូរែកក្នុងរយៈពេលខ្លីនឹងត្រូវផ្ដល់ផលមកវិញនៅក្នុងរយៈពេលវែងខាងមុខ
ដោយសារតែតេងសេពីងបានទទួលនៅការទុកចិត្តនិងក្លាយជាមនុស្សចំណិតរបស់ម៉ៅសេទុងចាប់ពីឆ្នាំ1935ក្រោយពីទទួលបាននៅការជោគជ័យជាបន្តបន្ទាប់នៅលើសមរភូមិយុទ្ធសាស្ត្រទ័ពព្រៃរបស់ម៉ៅសេទុងបានទទួលនៅការគាំទ្រកាន់តែច្រើនហើយអំណាចរបស់ម៉ៅសេទុងនៅក្នុងជួរថ្នាក់ដឹកនាំបកកុម្មុយនីសក៏ត្រូវបានពង្រីកកាន់តែខ្លាំងផងដែរចាប់តាំងពីពេលនោះហើយដែលតេងសេពីងបានចាប់ផ្ដើមទទួលតំណែងសំខាន់ឡើងវិញនៅក្នុងឆ្នាំ1937កងទ័ពជប៉ុនវាយលុកចូលកាន់កាប់រដ្ឋធានីណានជីងកងឧទាមកុម្មុយនីសនិងកងទ័ពជាតិនិយមគូមីនតាំងក៏បានផ្អាកសង្គ្រាមនឹងគ្នាដើម្បីប្រមូលកម្លាំងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននៅពេលនោះតេងសេពីងនិងអិសរាជជនមួយរូបទៀតគឺលីប៉ូឆេងត្រូវបានតែងតាំងឲ្យធ្វើជាមេដឹកនាំនៃកងពលលេខ229គឺតេងសេពីងជាមេបញ្ជាការនយោបាយហើយលីប៉ូឆេងជាមេបញ្ជាការប្រយុទ្ធក៏ប៉ុន្តែខុសពីកងពលផ្សេងទៀតដែលមេបញ្ជាការប្រយុទ្ធមានអំណាចជាងមេបញ្ជាការនយោបាយនៅក្នុងកងពលលេខ129វិញគឺតេងសេពីងដែលទទួលតំណែងជាលេខាទី1ហើយមានអំណាចលើលីប៉ូឆេងនៅក្នុងរយៈពេល12ឆ្នាំគឺចាប់ពីឆ្នាំ1937ដល់ឆ្នាំ1949កងពលលេខ129ក្រោមការដឹកនាំរបស់តេងសេពីងនិងលីប៉ូឆេងបានដើរតួនាទីយ៉ាងសំខាន់និងបានសម្រេចនូវជោគជ័យយ៉ាងច្រើននៅក្នុងការប្រយុទ្ធប្រឆាំងនឹងកងទ័ពជប៉ុននិងក្រោយមកទៀតប្រយុទ្ធតទល់នឹងកម្លាំងរបស់ចាងកៃជីករហូតទទួលបានជោគជ័យផ្ដួលរំលំរដ្ឋាភិបាលសាធារណរដ្ឋរបស់គូមីនតាំងបង្កើតជារបបសាធារណរដ្ឋប្រជាមានិតចិនឡើងនៅក្នុងឆ្នាំ1949គិតត្រឹមឆ្នាំ1949បើទោះបីជាបានទទួលជោគជ័យក្នុងការផ្ដួលរំលំរដ្ឋាភិបាលរបស់ចាងកៃជីហើយក៏ដោយក៏បកកុម្មុយនីសចិននៅមិនទាន់បានបង្កើតរដ្ឋាភិបាលកណ្ដាលមួយនៅឡើយដែរដោយប្រទេសចិនទាំងមូលត្រូវបានពុះចែកជាភូមិភាគចំនួន6ដែលចេញពីគ្នាតេងសេពីងនិងលីប៉ូឆេងដែលសុទ្ធតែជាអ្នកមានស្រុកកំណើតនៅខេត្តស៊ីឈួនត្រូវបានតែងតាំងឲ្យធ្វើជាមេបញ្ជាការភូមិភាគនិរតីហើយនៅក្នុងភូមិភាគនិរតីនេះក៏ដូចជាកាលពីនៅក្នុងកងពលលេខ129ដែរតេងសេពីងបានទទួលតំណែងជាលេខាទី1ចំណែកឯលីប៉ូឆេងគឺជាលេខាទី2នៅឆ្នាំ1952នៅពេលដែលអំណាចរបស់លេខាភូមិភាគត្រូវបានផ្ទេរទៅដាក់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់នៃរដ្ឋាភិបាលកណ្ដាលនៅប៉េកាំងតេងសេពីងត្រូវបានតែងតាំងជាបដិជរដ្ឋមន្ត្រីនៅក្នុងរដ្ឋាភិបាលដឹកនាំដោយជូអែនឡាយដែលជារៀមច្បងធ្លាប់ធ្វើការជាមួយគ្នាពេលរៀននៅឯប្រទេសបារាំងតេងសេពីងកាន់តំណែងត្រឹមឧបនាយករដ្ឋមន្ត្រីក៏ពិតមែនក៏ប៉ុន្តែមានអំណាចពិសេសដោយសារតែលោកទទួលបាននៅការទុកចិត្តយ៉ាងខ្លាំងពីសំណាក់ម៉ៅសេទុងលោកប្រធានម៉ៅដែលជាប្រធានាធិបតីផងនិងជាប្រមុខដឹកនាំកម្ពុជានៃបកកុម្មុយនីសផងបានចេញបញ្ជាផ្ទៃក្នុងមួយកំណត់ថារាល់ឯកសារទាំងអស់ដែលរដ្ឋាភិបាលត្រូវដាក់ជូនថ្នាក់ដឹកនាំបកពិនិត្យនិងសម្រេចត្រូវឆ្លងកាត់ការត្រួតពិនិត្យពីតេងសេពីងជាមុនដែលធ្វើឲ្យតេងសេពីងត្រូវមានតួនាទីជាអ្នកសម្របសម្រួលកិច្ចការសំខាន់រវាងបកនិងរដ្ឋមិនត្រឹមតែប៉ុណ្ណោះនៅក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយមកទៀតតេងសេពីងត្រូវបានបកប្រគល់កិច្ចការកាន់តែសំខាន់បន្ថែមទៀតគឺចាប់ពីឆ្នាំ1953ត្រូវទទួលបន្ទុកជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងនៅក្នុងឆ្នាំ1956ទទួលបានការតែងតាំងជាអគ្គលេខាធិការបកនិងជាសមាជិកនៃគណៈអចិន្ត្រៃយ៍បកពលគឺត្រូវស្ថិតនៅក្នុងចំណោមមនុស្ស6នាក់ដែលមានអំណាចខ្លាំងបំផុតនៅចិនបន្ទាប់ពីម៉ៅសេទុង លាវសាវឈី ជូអែនឡាយ ជូតឹក និងឈិនយុនក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងជាអគ្គលេខាធិការបកតេងសេពីងគឺជាអ្នកទទួលបន្ទុកអនុវត្តផែនការ5ឆ្នាំដែលដាក់ចេញដោយបកកុម្មុយនីសចិន
ក្នុងនោះរួមទាំងនយោបាយសេដ្ឋកិច្ចតាមបែបសមូហភាពផងដែរតេងសៀពីងចាប់តាំងពីពេលរៀននៅមូស្គូមិនមែនជាអ្នកចូលចិត្តនយោបាយសេដ្ឋកិច្ចសមូហភាពនោះទេផ្ទុយទៅវិញលោកយល់ថានយោបាយសេដ្ឋកិច្ចដែលបើកចំហដល់វិនិយោគឯកជនតាមបែបមូលធននិយមទើបអាចជំរុញកំណើនសេដ្ឋកិច្ចបានលឿនជាងក៏ប៉ុន្តែទោះបីជាយ៉ាងនេះក៏ដោយលោកបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវនយោបាយសេដ្ឋកិច្ចសមូហភាពដែលដាក់ចេញដោយម៉ៅសេទុងទោះបីជាក្រោយមកទៀតនៅពេលដែលម៉ៅសេទុងដាក់ចេញនយោបាយដែលគេហៅថាមហាលុតផ្លោះហើយដែលជាកំហុសឆ្គងដ៏ធំមួយបង្កនៅគ្រោះមហន្តរាយដ៏មហិមាដល់សេដ្ឋកិច្ចនិងប្រជាសាស្ត្រចិនក៏ដោយក៏តេងសៀពីងនៅតែបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននៅនយោបាយរបស់ម៉ៅសេទុងដែរនៅពេលក្រោយមកទៀតតេងសៀពីងបានបង្ហើបប្រាប់កូនស្រីរបស់លោកអំពីវិបដិសារីដែលមិនបានខិតខំប្រឹងប្រែងគ្រប់គ្រាន់ក្នុងការជួយកែតម្រង់ផ្លូវបញ្ជាកុំឲ្យម៉ៅសេទុងដាក់ចេញនៅនយោបាយខុសឆ្គងទាំងអស់នេះតាមការពិតនេះក៏ដោយសារតែតេងសៀពីងគឺជាមនុស្សដែលតែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននៅគោលការណ៍ស្មោះត្រង់ចំពោះមេកោយគោរពវិន័យនិងឋានានុក្រមថ្នាក់ក្រោមត្រូវតែស្ដាប់បង្គាប់ថ្នាក់លើរីឯម៉ៅសេទុងវិញក៏ជាអ្នកដែលមិនសូវចេះទទួលការរិះគន់ហើយមិនចេះអត់ឱនឲ្យអ្នកណាដែលមានគំនិតផ្ទុយពីខ្លួននោះទេបន្ថែមពីលើនេះទៅទៀតតេងសៀពីងក៏ដូចជាមនុស្សជាច្រើនផ្សេងទៀតនៅពេលនោះសុទ្ធតែបានឃើញអំពីទេពកោសល្យក្នុងការដឹកនាំយុទ្ធសាស្ត្រយោធានិងភាពឆ្លាតវៃខាងនយោបាយព្រមទាំងស្នាដៃដ៏ធំធេងជាច្រើនផ្សេងទៀតដែលម៉ៅសេទុងសម្រេចបានចាប់តាំងពីសម័យសង្គ្រាមស៊ីវិលរហូតបានទទួលជោគជ័យឡើងទៅកាន់អំណាចដូច្នេះហើយបានជាពួកគេបានដាក់ការទុកចិត្តខ្លាំងរហូតមើលរំលងកំហុសឆ្គងរបស់ម៉ៅសេទុងចំពោះតេងសៀពីងអ្វីមានការប្រែប្រួលចាប់ពីឆ្នាំ1959នៅពេលនោះកំណែទម្រង់មហាលុតផ្លោះរបស់ម៉ៅសេទុងទើបនឹងត្រូវចាប់ផ្ដើមអនុវត្តបានប្រហែលជា1ឆ្នាំនៅថ្ងៃមួយតេងសៀពីងត្រូវដួលបាក់ជើងហើយត្រូវគ្រូពេទ្យចេញបញ្ជាក់បញ្ជាឲ្យសម្រាកពីការងារជាច្រើនខែដើម្បីព្យាបាលជំងឺមានអ្នកខ្លះក្នុងចំណោមអ្នកស្និទ្ធនឹងតេងសៀពីងយល់ថាតេងសៀពីងមានចេតនាដកខ្លួនចេញពីការអនុវត្តកំណែទម្រង់មហាលុតផ្លោះនិងជាពិសេសកិច្ចចេញពីកិច្ចប្រជុំបកដែលលោកត្រូវបង្ខំចិត្តនិយាយការពារកំណែទម្រង់របស់ម៉ៅសេទុងបើទោះបីជាមានចេតនាមែនឬមិនមែនក៏ដោយការសម្រាកពីការងាររយៈពេលប៉ុន្មានខែនោះបានធ្វើឲ្យតេងសៀពីងផ្លាស់ប្ដូរទស្សនៈយ៉ាងច្រើនចំពោះម៉ៅសេទុងហើយនៅពេលដែលលោកវិលត្រឡប់ចូលមកធ្វើការវិញតេងសៀពីងលែងអនុវត្តតាមទាំងស្រុងទាំងងងឹតងងល់នៅនយោបាយរបស់ម៉ៅសេទុងដោយពីពេលមុនទៀតដែរលោកចាប់ផ្ដើមដាក់ចេញដោយប្រុងប្រយ័ត្ននៅវិធានការមួយចំនួនដែលមិនប្រឆាំងទាំងស្រុងនឹងបទបញ្ជារបស់ម៉ៅសេទុងក៏ប៉ុន្តែអាចជួយបន្ធូរបន្ថយភាពជ្រុលហួសហេតុនៃនយោបាយមហាលុតផ្លោះជាពិសេសនៅក្នុងវិស័យកសិកម្មឧស្សាហកម្មនិងវិស័យអប់រំពីដំបូងម៉ៅសេទុងហាក់ដូចជាបានទទួលស្គាល់ពីកំហុសឆ្គងនៃនយោបាយមហាលុតផ្លោះរបស់លោកហើយបានបណ្ដោយឲ្យតេងសៀពីងដាក់ចេញនូវវិធានការដើម្បីកែតម្រូវកំហុសឆ្គងនេះឡើងវិញម៉ៅសេទុងថែមទាំងបានសម្រេចដកខ្លួនចេញអំពីការដឹកនាំប្រចាំថ្ងៃដោយប្រគល់កិច្ចការគ្រប់គ្រងរដ្ឋទៅឲ្យលាវសាវឈីដែលជាប្រធានាធិបតីថ្មីនិងតេងសៀពីងដែលជាលេខាបកលាវសាវឈីនិងតេងសៀពីងបានធ្វើការបន្ធូរបន្ថយនយោបាយមហាលុតផ្លោះរបស់ម៉ៅសេទុងដោយបានលុបចោលនៅការហូបរួមហើយបង្កើតឲ្យមានឡើងវិញនៅការធ្វើកសិកម្មជាលក្ខណៈឯកជនគ្រោះអត់ឃ្លានត្រូវបានកាត់បន្ថយហើយសេដ្ឋកិច្ចក៏ចាប់ផ្ដើមងើបចេញពីវិបត្តិមកវិញដោយជោគជ័យនេះបានធ្វើឲ្យមេដឹកនាំថ្មីទាំងពីររូបបានទទួលនៅការគាំទ្រកាន់តែខ្លាំងហើយក្នុងពេលជាមួយគ្នានោះក៏បានធ្វើឲ្យឥទ្ធិពលរបស់ម៉ៅសេទុងនៅក្នុងបកត្រូវបានធ្លាក់ចុះរហូតដល់អ្នកខ្លះហ៊ានសរសេររិះគន់នយោបាយមហាលុតផ្លោះជ្រុលនិយមរបស់លោកម៉ៅសេទុងថែមទៀតផង
នៅពេលនោះហើយដែលទស្សនៈរបស់ម៉ាស៊ីតុងចំពោះតេងសៀពីងបានចាប់ផ្ដើមផ្លាស់ប្ដូរពីមនុស្សចំណិតស្មោះត្រង់គួរជាទីទុកចិត្តប្រែក្លាយទៅជាគូប្រជែងខាងផ្នែកនយោបាយម៉ាស៊ីតុងក៏បានចាប់ផ្ដើមរៀបគម្រោងការកម្ចាត់លាវសាវឈីនិងតេងសៀពីងដើម្បីដណ្ដើមអំណាចយកមកកាន់កាប់វិញដោយមានការជួយជ្រោមជ្រែងពីសំណាក់លីនពីវដែលជារដ្ឋមន្ត្រីការពារជាតិនិងលោកស្រីឈៀនឈីវដែលជាភរិយារបស់ម៉ាស៊ីតុងព្រមទាំងបកពួកមួយចំនួនផ្សេងទៀតនៅក្នុងជួរថ្នាក់ដឹកនាំបកយុទ្ធនាការធំចំនួន2ត្រូវបានគេរៀបចំធ្វើឡើងទី1គឺយុទ្ធនាការឃោសនាលើកដំកើងមុខមាត់ម៉ាស៊ីតុងនិងមួយទៀតគឺយុទ្ធនាការបរិហាររិះគន់ទៅលើលាវសាវឈីនិងលោកតេងសៀពីងនៅក្នុងរយៈពេលជាច្រើនខែក្រុមអ្នកស្និទ្ធនិងម៉ាស៊ីតុងបានបើកយុទ្ធនាការយ៉ាងពេញទំហឹងបរិហាររិះគន់លាវសាវឈីនិងតេងសៀពីងដោយហៅពួកគេថាជាពួកអ្នកមានគំនិតមូលធននិយមនិងកំពុងតែនាំប្រទេសចិនដើរតាមផ្លូវដែលប្រាសចាកពីការដឹកនាំដ៏មហាព្រឺស្វាងរបស់លោកប្រធានម៉ៅអតីតកាលរបស់តេងសៀពីងក៏ត្រូវបានគេបើកកកាយជាសាធារណៈផងដែរដើម្បីធ្វើជាប្រធានបទនៃការវាយប្រហារជាពិសេសគឺប្រាជ័យរបស់តេងសៀពីងនៅខ្វាងស៊ីកាលពីដើមទសវត្សរ៍ឆ្នាំ30ដោយក្រុមអ្នកស្និទ្ធនិងម៉ាស៊ីតុងនាំគ្នាចោទតេងសៀពីងថាជាមេទ័ពដែលកំសាករត់ចោលកូនទាហានជាទាហានដែលរត់ចោលសមរភូមិនៅទីបំផុតទៅគម្រោងការរបស់ម៉ាស៊ីតុងបានទទួលជោគជ័យហើយនៅក្នុងឆ្នាំ1966ម៉ាស៊ីតុងក៏បានចាប់ផ្ដើមយកអំណាចទាំងអស់មកកាន់កាប់វិញរួចហើយប្រកាសបើកធ្វើបដិវត្តន៍ថ្មីមួយទៀតគឺបដិវត្តន៍វប្បធម៌ចំណែកឯគូសត្រូវធំទាំងពីរត្រូវបានដកចេញពីតំណែងលាវសាវឈីត្រូវបានចាប់ឃុំខ្លួនរហូតដល់ស្លាប់ក្នុងកន្លែងឃុំឃាំងចំណែកឯតេងសៀពីងវិញក៏ត្រូវបានម៉ាស៊ីតុងចាប់ដាក់ឃុំនៅក្នុងផ្ទះនៅក្នុងក្រុងប៉េកាំងមុននឹងនិរទេសខ្លួនឲ្យទៅស្រុកស្រែដើម្បីធ្វើការលុតដំកែប្រែខ្លួននៅក្នុងឆ្នាំ1969នៅឆ្នាំ1969ម៉ាស៊ីតុងបានបញ្ជូនតេងសៀពីងឲ្យទៅរស់នៅនិរទេសខ្លួននៅជាងស៊ីក្នុងហេតុផលថាដើម្បីឲ្យលោកលុតដំកែប្រែខ្លួនពីគំនិតមូលធននិយមក៏ប៉ុន្តែផ្ទុយពីការគិតរបស់ម៉ាស៊ីតុងគឺនៅក្នុងអំឡុងពេលរស់នៅនិរទេសនៅជាងស៊ីដែលធ្វើឲ្យតេងសៀពីងបានកំណត់ក្នុងចិត្តកាន់តែច្បាស់ថាចិនត្រូវការកំណែទម្រង់ស៊ីជម្រៅដើម្បីងាកចេញពីនយោបាយរបស់ម៉ាស៊ីតុងដែលតាមពិតជាមធ្យោបាយមានប្រសិទ្ធភាពក្នុងពេលធ្វើបដិវត្តន៍តែវាលែងស្របនឹងកលៈទេសៈនៅក្នុងសម័យកាលក្រោយបដិវត្តន៍ក៏ប៉ុន្តែតេងសៀពីងក៏បានយល់យ៉ាងច្បាស់ដែរថាលោកមិនអាចនាំមកនូវការផ្លាស់ប្ដូរអ្វីបាននោះទេប្រសិនបើលោកស្ថិតនៅក្រៅរដ្ឋាភិបាលហេតុដូច្នេះហើយបានជាលោកសម្រេចថានឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យម៉ាស៊ីតុងអនុញ្ញាតឲ្យលោកត្រឡប់ចូលធ្វើការវិញនៅចុងឆ្នាំ1971នៅក្រោយពេលឮដំណឹងអំពីការស្លាប់របស់សេនាប្រមុខលីនពីវនៅក្នុងការធ្លាក់យន្តហោះពីរត់គេចខ្លួនក្រោយរងការចោទប្រកាន់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារតេងសៀពីងក៏បានសម្រេចសរសេរសម្បត្តិមួយច្បាប់ទៅម៉ាស៊ីតុងដោយបានថ្កោលទោសលីនពីវនិងលើកសរសើរភាពឆ្លៀសវៃរបស់លោកប្រធានម៉ៅក្នុងការទប់ស្កាត់រដ្ឋប្រហារមិនឲ្យសម្រេចបានក្នុងពេលជាមួយគ្នានោះតេងសៀពីងក៏បានលើកឡើងថាការលុតដំខ្លួននៅជាងស៊ីទៅតាមការណែនាំរបស់លោកប្រធានម៉ៅបានធ្វើឲ្យលោកមានការភ្ញាក់រលឹកនិងកែប្រែខ្លួនឡើងវិញហើយសង្ឃឹមថានៅថ្ងៃណាមួយនឹងអាចវិលត្រឡប់មកធ្វើការវិញដើម្បីតបស្នងនៅគុណូបការៈដ៏ធំធេងរបស់បកនៅក្នុងរយៈពេលជាច្រើនខែតេងសៀពីងមិនបានទទួលចម្លើយអ្វីទាំងអស់តបទៅនឹងលិខិតរបស់លោកនោះទេនៅខែសីហាឆ្នាំ1972តេងសៀពីងបានសរសេរលិខិតមួយច្បាប់ទៀតទៅឲ្យម៉ាស៊ីតុងដោយបានសន្យាថាប្រសិនបើលោកត្រូវបានអនុញ្ញាតឲ្យត្រឡប់មកធ្វើការវិញលោកនឹងដើរតាមគន្លងនយោបាយបដិវត្តន៍របស់ម៉ាស៊ីតុងដោយឥតងាករេការសន្យារបស់តេងសៀពីងបានធ្វើឲ្យម៉ាស៊ីតុងស្កប់ចិត្តបានច្រើនហើយក្នុងពេលជាមួយគ្នានោះជូអែនឡាយក៏បានព្យាយាមបញ្ជូលម៉ាស៊ីតុងថាបកត្រូវការមនុស្សមានសមត្ថភាពដូចជាតេងសៀពីង
ដើម្បីជួយធ្វើការស្ដារស្ថានភាពសេដ្ឋកិច្ចដែលកំពុងតែដុនដាបខ្លាំងនៅទីបំផុតម៉ាស៊ីតុងក៏បានជល់ព្រមហើយនៅក្នុងខែកុម្ភៈឆ្នាំ1973តេងសៀពីងត្រូវបានអនុញ្ញាតឲ្យបញ្ចប់ការនិរទេសហើយវិលត្រឡប់ទៅកាន់ទីក្រុងប៉េកាំងវិញចិត្តមួយខែក្រោយពីមកដល់ទីក្រុងប៉េកាំងតេងសៀពីងបានជួបជាមួយនឹងជូអែនឡាយនៅថ្ងៃទី28ខែមីនាហើយក្រោយពីជំនួបនោះជូអែនឡាយបានរាយការណ៍ភ្លាមទៅម៉ាស៊ីតុងថាតេងសៀពីងមានគំនិតភ្លឺស្វាងព្រមទាំងសុខភាពមាំទាំអាចចូលធ្វើការវិញពេលណាក៏បានស្ដាប់ការវិតម្លៃរបស់ជូអែនឡាយហើយម៉ាស៊ីតុងក៏បានអនុញ្ញាតឲ្យតេងសៀពីងចូលជួបជាលើកដំបូងចាប់តាំងពីពេលមានបដិវត្តន៍វប្បធម៌នៅល្ងាចថ្ងៃដដែលជូអែនឡាយបានកោះប្រជុំគណៈអចិន្ត្រៃយ៍បកហើយបានប្រកាសជាផ្លូវការអំពីការតែងតាំងតេងសៀពីងជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេសនៅថ្ងៃទី12ខែមេសាឆ្នាំ1973ក្រោយពីបាត់មុខអស់រយៈពេល4ឆ្នាំតេងសៀពីងបានចេញមុខជាសាធារណៈឡើងវិញជាលើកទី1នៅក្នុងឱកាសជប់លៀងទទួលសម្ដេចព្រះនរោត្តមសីហនុដែលបំពេញទស្សនកិច្ចក្នុងឋានៈជាប្រមុខរដ្ឋាភិបាលរួបរวมជាតិកម្ពុជាគឺរដ្ឋាភិបាលនិរទេសមួយរបស់ពួកខ្មែរក្រហមដើម្បីប្រយុទ្ធប្រឆាំងនឹងរបបសាធារណរដ្ឋខ្មែររបស់លោកលន់នល់នៅឆ្នាំ1974ជូអែនឡាយត្រូវធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរមិនអាចធ្វើការបានតេងសៀពីងត្រូវបានម៉ាស៊ីតុងប្រគល់ភារកិច្ចឲ្យធ្វើជាអ្នកចាត់ចែងកិច្ចការងាររដ្ឋប្រចាំថ្ងៃក៏ប៉ុន្តែការដំឡើងមុខងារតេងសៀពីងជាបន្តបន្ទាប់នេះបានធ្វើឲ្យពួកជ្រុលនិយមមួយក្រុមនៅក្នុងបកមិនសប្បាយចិត្តជាពិសេសគឺលោកស្រីឈៀនឈីងនិងបកពួក3នាក់ផ្សេងទៀតគឺវ៉ាងហុងវ៉េនចាងជុនឆាវនិងចៅវែងជួនដែលសុទ្ធសឹងជាមនុស្សមានឥទ្ធិពលខ្លាំងនៅក្នុងគណៈអចិន្ត្រៃយ៍បកអ្នកទាំង4ដែលត្រូវបានគេដាក់រហស្សនាមថាជើងកាងទាំង4ចេះតែបន្តរករឿងមកវាយប្រហារតេងសៀពីងជាប់ជាប្រចាំនៅខែមករាឆ្នាំ1976ជូអែនឡាយដែលជាខ្នងបង្អែកដ៏ធំមួយរបស់តេងសៀពីងត្រូវទទួលមរណភាពដោយជំងឺមហារីកក្រុមជើងកាងទាំង4ក៏រឹតតែមានឱកាសវាយប្រហារតេងសៀពីងកាន់តែខ្លាំងជាងមុននៅខែមេសា3ខែក្រោយមរណភាពរបស់ជូអែនឡាយនឹងត្រូវចំរដូវបុណ្យឆេងមេឃអ្នកគាំទ្រជូអែនឡាយមួយក្រុមបានជួបប្រជុំគ្នានៅទីលានធានអានមែនដើម្បីរំលឹកវិញ្ញាណក្ខន្ធជូអែនឡាយផងនិងឆ្លៀតបរិហារិះគន់អាជ្ញាធរថាមិនបានរៀបចំបុណ្យសពលោកជូអែនឡាយឲ្យស័ក្តិសមជារដ្ឋបរិសុទ្ធដោយឆ្នាំដែលគេគោរពស្រឡាញ់ក្នុងពេលជាមួយគ្នានោះពួកគេក៏បាននាំគ្នាស្រែកគាំទ្រការដឹកនាំរបស់តេងសៀពីងផងដែរហេតុការណ៍នៅធានអានមែននេះត្រូវបានក្រុមជើងកាងទាំង4ចាត់ទុកថាជាចលនាប្រឆាំងបដិវត្តន៍ប្រឆាំងនឹងលោកប្រធានម៉ៅហើយបានចលេះមកបង្កើតការវាយប្រហារលើតេងសៀពីងដែលពួកគេចោទថាជាអ្នកញុះញង់ឲ្យមានក្រុមបាតកម្មនេះនៅថ្ងៃទី7ខែមេសា2ថ្ងៃក្រោយបាតកម្មនៅធានអានមែនគណៈអចិន្ត្រៃយ៍បកបានបើកកិច្ចប្រជុំជាបន្ទាន់មួយហើយតាមការបញ្ជារបស់ម៉ាស៊ីតុងតេងសៀពីងត្រូវបានគេដកតំណែងចេញវិញទាំងអស់ចំណែកឯតំណែងជានាយករដ្ឋមន្ត្រីរបស់ជូអែនឡាយត្រូវបានគេប្រគល់ទៅឲ្យអ្នកផ្សេងគឺហួគូហ្វឹងបន្ថែមពីលើនេះទៅទៀតម៉ាស៊ីតុងបានតែងតាំងហួគូហ្វឹងជាប្រធានទី1នៃបកកុម្មុយនីសពលគឺជាអ្នកដែលត្រូវស្នងតំណែងជាមេដឹកនាំបកដោយបិទផ្លូវមិនឲ្យតេងសៀពីងអាចវិលត្រឡប់មកកាន់អំណាចវិញបានក៏ប៉ុន្តែនៅក្រោយមរណភាពរបស់ម៉ាស៊ីតុងនៅថ្ងៃទី9ខែកញ្ញាឆ្នាំ1976ហួគូហ្វឹងបានចេញបញ្ជាឲ្យចាប់ខ្លួនក្រុមជើងកាងទាំង4យកមកកាត់ទោសបោះសម្អាតក្រុមអ្នកមានគំនិតម៉ាឌីជុំជ្រុលចេញពីជួរថ្នាក់ដឹកនាំបកហើយនៅពាក់កណ្ដាលឆ្នាំ1977តេងសៀពីងត្រូវបានតែងតាំងឲ្យកាន់តំណែងសំខាន់ឡើងវិញ
ក្នុងនោះរួមមានតំណែងជាអនុប្រធានគណៈមជ្ឈិមអនុប្រធានគណៈកម្មាធិការកងទ័ពនិងជានាយសេនាធិការកងទ័ពជាតិតាមឋានានុក្រមតេងសៀពីងធ្វើការក្រោមបង្គាប់របស់ហួគូហ្វឹងក៏ប៉ុន្តែនៅក្នុងស្ថានភាពជាក់ស្ដែងហួគូហ្វឹងមិនមែនជាអិសរាជជនដែលមានកេរ្តិ៍ឈ្មោះមានប្រវត្តិជោគជ័យនិងឥទ្ធិពលដោយតេងសៀពីងនោះទេតាមការពិតនៅពេលដែលអត់ពីម៉ាសេតុងនិងជូអែនឡាយទៅគឺតេងសៀពីងនេះហើយដែលជាអិសរាជជនដែលមានឥទ្ធិពលជាងគេខាងផ្នែកសេដ្ឋកិច្ចនយោបាយព្រមទាំងការទូតចំណែកឯនៅក្នុងជួរកងទ័ពវិញតេងសៀពីងក៏មានឥទ្ធិពលខ្លាំងជាងគេដែរចាប់តាំងពីក្រោយការស្លាប់របស់លៀនពាវមកម្លេះហេតុដូច្នេះហើយបានជាថ្មីត្បិតតែហួគូហ្វឹងមានតំណែងជាប្រធានបកនិងជានាយករដ្ឋមន្ត្រីក៏ប៉ុន្តែធាតុពិតជាស្ដែងគឺតេងសៀពីងដែលជាអ្នកចាត់ចែងកិច្ចការសំខាន់ទាំងនៅក្នុងបកនិងកិច្ចការរបស់រដ្ឋតាមការពិតតេងសៀពីងបានក្លាយជាប្រមុខដឹកនាំកម្ពុជានៃសាធារណរដ្ឋប្រជាមានិតចិនដោយមិនមានតំណែងផ្លូវការជាមេដឹកនាំនោះទេទោះជាប្រធានាធិបតីក៏មិនមែនជានាយករដ្ឋមន្ត្រីក៏មិនមែនហើយជាប្រធានបកក៏មិនមែនគឺលោកមានតំណែងត្រឹមតែជាអនុប្រធានបកតែប៉ុណ្ណោះការប្រជែងដណ្ដើមអំណាចគ្នាក្នុងរយៈពេលប្រមាណឆ្នាំកន្លងទៅនោះបានធ្វើឲ្យសេដ្ឋកិច្ចចិនត្រូវធ្លាក់ទៅក្នុងស្ថានភាពយ៉ាងសែនដុនដាបងើបមុខមិនរួចក្រោយពីបានឡើងកាន់អំណាចតេងសៀពីងបានប្រកាសបិទបញ្ចប់បដិវត្តន៍វប្បធម៌របស់ម៉ាសេតុងហើយគ្រប់អ្នកដែលត្រូវរងគ្រោះក្នុងបដិវត្តន៍វប្បធម៌ទោះបីជាអ្នករស់រានមានជីវិតហើយកំពុងជាប់ទោសឬក៏អ្នកដែលត្រូវបានស្លាប់ទៅហើយក្តីត្រូវបានលុបលាងទោសកំហុសចេញវិញទាំងអស់ខាងផ្នែកសេដ្ឋកិច្ចតេងសៀពីងបានចាប់ផ្ដើមធ្វើកំណែទម្រង់ដ៏សំខាន់មួយដែលជាដើមឫសនៃជោគជ័យនៃសេដ្ឋកិច្ចចិនរហូតមកទល់នឹងពេលសព្វថ្ងៃរបបកម្មសិទ្ធិឯកជនត្រូវបានបង្កើតឡើងវិញយ៉ាងពេញលេញប្រជាកសិករចិនមានសិទ្ធិពេញលេញក្នុងការធ្វើជាកសិកម្មជាលក្ខណៈឯកជនហើយអាចយកផលដែលផលិតបានទៅលក់នៅលើទីផ្សារនៅក្នុងតម្លៃដែលអាចកំណត់ដោយការព្រមព្រៀងរវាងអ្នកលក់និងអ្នកទិញស្របទៅតាមចរន្តនៃសេដ្ឋកិច្ចទីផ្សារសេរីលើសពីនេះទៅទៀតប្រជាជនចិនម្នាក់មានសិទ្ធិបោះទុនរកស៊ីបង្កើតជាក្រុមហ៊ុនសហគ្រាសជាលក្ខណៈឯកជនសុទ្ធសាធដែលជារឿងមិនធ្លាប់មានចាប់តាំងពីបកកុម្មុយនីសចិនឡើងកាន់អំណាចកាលពីឆ្នាំ1949មកម្លេះវិស័យវិនិយោគនេះមិនត្រឹមតែបើកចំហសម្រាប់ប្រជាជនចិនជាលក្ខណៈបុគ្គលបែបនេះទេតែក៏បានបើកចំហយ៉ាងទូលំទូលាយផងដែរទៅដល់វិនិយោគិនបរទេសហើយដើម្បីទាក់ទាញវិនិយោគបរទេសតំបន់សេដ្ឋកិច្ចពិសេសជាច្រើនត្រូវបានបង្កើតឡើងនៅតាមតំបន់ជាប់នឹងឆ្នេរសមុទ្រនៅក្នុងវិស័យអប់រំវិញសាលារៀននិងសាកលវិទ្យាល័យនៅទូទាំងប្រទេសបានចាប់ផ្ដើមបើកទ្វារទទួលសិស្សព្រមទាំងពង្រីកកម្មវិធីសិក្សាជាពិសេសនៅក្នុងវិស័យបច្ចេកទេសហើយការចុះឈ្មោះទទួលសិស្សនៅតាមសាកលវិទ្យាល័យត្រូវបានធ្វើឡើងដោយផ្អែកទៅលើសមត្ថភាពជាជាងទៅតាមមនោគមវិជ្ជានយោបាយឬតាមខ្សែស្រឡាយជាបេក្ខជនដោយដែលគេធ្លាប់ធ្វើពីមុនមិនត្រឹមតែប៉ុណ្ណោះនិស្សិតចិនរាប់ម៉ឺននាក់ត្រូវបានបញ្ជូនឲ្យទៅរៀននៅសហរដ្ឋអាមេរិកនិងអឺរ៉ុបដែលសុទ្ធសឹងជាប្រទេសមូលធននិយមហើយមានមនោគមវិជ្ជានយោបាយផ្ទុយពីបកកុម្មុយនីសចិននៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ80ដោយសារតែការបើកចំហក្នុងវិស័យវិនិយោគការបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលមានអត្រាពន្ធទាបព្រមទាំងការអភិវឌ្ឍធនធានមនុស្សវិនិយោគបរទេសក៏ចាប់ផ្ដើមហូរចូលមកក្នុងប្រទេសចិនហើយចាប់ពីពេលនោះហើយដែលសេដ្ឋកិច្ចចិនចាប់ផ្ដើមមានកំណើនក្នុងល្បឿនដ៏លឿនបំផុតមិនធ្លាប់មានហើយបន្តកើនឡើងរហូតមកទល់នឹងពេលបច្ចុប្បន្នសប្តាហ៍ថ្ងៃនេះចិនគឺជាមហាអំណាចសេដ្ឋកិច្ចពិភពលោកលំដាប់ទី2ដែលកំពុងតែដើរតាមពីក្រោយសហរដ្ឋអាមេរិកភាពរុងរឿងរបស់ចិននៅពេលនេះត្រូវបានប្រវត្តិសាស្ត្រផ្លូវការរបស់ចិនចារទុកថាជាស្នាដៃដ៏មហិមារបស់ម៉ាសេតុងក៏ប៉ុន្តែធាតុពិតជាក់ស្ដែងអ្នកដែលបាននាំមកនូវការផ្លាស់ប្ដូរពិតប្រាកដហើយដែលជាដើមឫសនៃភាពរុងរឿងនៃសេដ្ឋកិច្ចរបស់ចិននៅពេលនេះគឺតេងសៀពីងទៅវិញនោះទេពេលវេលាចេះតែរំកិលទៅមុខដោយមិនអាចត្រឡប់ក្រោយបាន
ហើយតេងសេពីងក៏វិវត្តអាយុទៅតាមពេលវេលាដែរនៅពេលដែលសុខភាពរបស់តេងសេពីងចាប់ផ្ដើមធ្លាក់ចុះទ្រុឌទ្រោមបុរសដ៏មានឥទ្ធិពលរូបនេះត្រូវបានដកឃ្លាចេញពីទូនាទីរបស់ខ្លួនក្នុងការសម្រេចចិត្តការបង្ហាញខ្លួនជាសាធារណៈចុងក្រោយរបស់គាត់គឺនៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីរបស់ចិននៅដើមឆ្នាំ1994ហើយនៅថ្ងៃទី19ខែកុម្ភៈឆ្នាំ1997លោកតេងសេពីងបានទទួលមរណភាពនៅក្នុងអាយុ92ឆ្នាំ